លើកឡើងអំពីប្រធានបទនៃអំណាននិងការអាននាងខ្ញុំនឹកឃើញដល់សភៅរបស់អ្នកនិពន្ធល្បីឈ្មោះរបស់យើងគឺលោកឡាំលឹមហ្នឹងហើយគាត់លើកឡើងអំពីប្រធានបទនៃសភៅអំណានជាអំណាចពាក្យនេះស្ដាប់ទៅប្រហែលជាវាខ្លីៗប៉ុន្តែមានន័យជ្រាលជ្រៅយើងនិយាយអំពីការអានប្រហែលជាយើងអាចប្រៀបធៀបគ្នាបានមែនទេលោកពាក់ព័ន្ធជាមួយនឹងតើអ្នកអានហើយនឹងអ្នកមិនអានជាប្រចាំហ្នឹងមើលទៅវាខុសគ្នាមានលក្ខណៈយ៉ាងណាដែរទៅមើលបំភ្លេតទៅជារួមទៅពីខ្ញុំទៅខ្ញុំថាដូចតែគ្នាទេយើងមិនអាចបែងចែកអញ្ចឹងបានទេវាដូចជាការរើសអើងថាអ្នកឯងរៀនអ្នកឯងមិនរៀនទេពួកអីមនុស្សយើងមិនត្រូវឲ្យតម្លៃអញ្ចឹងទេជួនកាលអ្នកខ្លះគាត់មិនអានប៉ុន្តែគាត់មានចំណេះដឹងដែលផ្ដើមចេញពីបទពិសោធន៍និងការឆ្លងកាត់រឿងលំបាករបស់គាត់ក៏ដោះស្រាយបញ្ហាបានគាត់អាចរស់នៅបានដោយភាពរឹងមាំគាត់ដឹងរឿងច្រើនអញ្ចឹងហើយគឺរបៀបរបបរស់នៅរបស់គាត់អាចនឹងមានភាពចាស់ទុំអ្នកខ្លះទៀតអានច្រើនដែរអីច្រើនដែរប៉ុន្តែចរិតលក្ខណៈរបៀបរបបបណ្ដាឆ្លងកាត់បទពិសោធន៍បណ្ដាឆ្លងកាត់បញ្ហាច្រើនម្ដងដូចជារៀងទំយើបន្តិចអញ្ចឹងយើងក៏មិនអាចទៅប្រៀបធៀបបានដែរខ្ញុំជាអ្នកអានដែរខ្ញុំជាអ្នកអានហើយខ្ញុំជាអ្នកសរសេរទៀតហើយមិនត្រឹមតែអានទេខ្ញុំជាអ្នកដឹកនាំកម្មវិធីអំណានទៅទៀតខ្ញុំបដិបដាអ្នកអានជាច្រើនអ្នកហើយបើសួរថាបដិបដានឹងយើងខ្លាំងមែនអត់ទេយើងបង្កើតជាប្រព័ន្ធលើនេះអាចម្នាក់បរៀនមនុស្ស100នាក់ឲ្យចេះបានទេយើងត្រូវការរបៀបអញ្ចឹងរបៀបបរៀនរបស់ខ្ញុំគឺឲ្យមនុស្សនឹងទៅអានខ្លួនឯងទៅណាពិចារណាខ្លួនឯងទៅប៉ុន្តែអីដែលយើងបរៀនគាត់គឺបរៀនឲ្យគាត់មានទម្លាប់អញ្ចឹងហើយបើដាក់សំណួរសួរថាទោះបីជាអ្នកអានយ៉ាងអ្នកអានខ្លះក៏រៀងពិបាកនិយាយនេះដែរអ្នកអានខ្លះក៏ពិបាករកដំណោះស្រាយដោះបញ្ហាជីវិតដែរអញ្ចឹងមិនខុសគ្នាទេបងធីតាគ្រាន់តែថាដូចខ្ញុំបានលើកឡើងអ្នកដែលអានគាត់មានជ្រុងច្រើននៅក្នុងការឆ្លើយតបជាមួយនឹងបញ្ហាគាត់ចាអញ្ចឹងហើយបញ្ហាមនុស្សអាចមើលឃើញបានទេបញ្ហាផ្សេងៗគ្នាអញ្ចឹងបើសិនជាអ្នកខ្លះគាត់រស់នៅដូចមិនសូវជាមានមហិច្ឆតាគាត់រស់នៅសាមញ្ញគាត់រស់នៅដូចជាមិនទៀមទាការយកចិត្តទុកដាក់អីទេគាត់ចឹងតែបញ្ហារបស់គាត់មួយថ្ងៃមានតែមួយហ្នឹងចាហើយគាត់អានសភៅមួយថ្ងៃបានដំណោះស្រាយ 3-4 គាត់យកតែមួយទៅដោះក៏បានណាអាហ្នឹងជារឿងប៉ុន្តែអ្នកខ្លះនៅក្នុងតំណែងទូនទីជាអ្នកដឹកនាំតំណែងទូនទីជាអ្នកទទួលខុសត្រូវច្រើនបញ្ហាមកច្រើនអីច្រើនគឺគាត់ត្រូវការដំណោះស្រាយច្រើនអញ្ចឹងដើម្បីដោះស្រាយបញ្ហាបានច្រើនលុះត្រាណាតែត្រូវមានញញួរខ្ញុំនិយាយថាបញ្ហាប្រៀបបានដូចជាដេកូលទៅចុះចាត្រូវយើងមានញញួរឲ្យធំឲ្យរឹងឲ្យកាន់ញញួរឲ្យត្រូវដៃដើម្បីដោះស្រាយបញ្ហានឹងបានអញ្ចឹងមិនខុសគ្នាទេបងទីដាខ្ញុំលើកទៅចិត្តថាបងប្អូនកុំរើសអើងគ្នាអូនេះឯងអានតិចនេះឯងអានច្រើនភាសាហ្នឹងខ្ញុំអ្នកធ្វើកម្មវិធីអំណានដែរខ្ញុំអ្នកចូលរួមផុសផុលដែរទៅលើកម្មវិធីអំណានទៅលើការរៀបចំកិច្ចការងារទាំងអស់ហ្នឹងខ្ញុំមិនលិតទៅចិត្តរើសអើងទេតាំងពីដើមមកតាំងពីខ្ញុំធ្វើកម្មវិធីអីក៏ដោយថាទោះបីគាត់មិនអានតែគាត់ប្រកែដែរតើគាត់មានបទពិសោធន៍ជីវិតរបស់គាត់អីរបស់គាត់ជួនកាលខ្ញុំអ្នកអានច្រើនខ្ញុំទៅសុំបទពិសោធន៍ជីវិតពីគាត់ហ្នឹងទេអញ្ចឹងយើងមិនអាចរើសអើងគ្នាបានឡើយប៉ុន្តែយើងត្រូវបញ្ជ្រាបនៅវប្បធម៌បងបើសិនជាបងបានអានតិចទៀតអ្នកសភៅនេះប្រហែលជាត្រូវជាមួយបងខ្ញុំជូនបងមួយក្បាលចុះឬក៏បងមិនបាច់ចំណាយលុយទិញខ្ញុំជូនបងហើយអាលុយហ្នឹងបើសភៅហ្នឹងបើខ្ញុំទៅទិញអីផ្សេងប្រហែលជាបងសប្បាយចិត្តជាងប៉ុន្តែខ្ញុំនៅតែជូនសភៅបងដែរព្រោះខ្ញុំគិតថាមនុស្សឲ្យចំណេះដឹងគ្នាណាគឺជាមនុស្សដែលមានផ្នត់គំនិតមួយដែលចង់ឲ្យខ្លួនឯងមានវប្បធម៌នៅក្នុងការដាមសង្គមឲ្យរីកចម្រើនតាមរយៈសភៅចាយើងទៅសួរមកប្រទេសណាដែលថាមិនរីកចម្រើនដោយសារសភៅឥឡូវយើងទៅសួរមកទោះបីបច្ចេកវិទ្យាដល់កន្លែងណាក៏ដោយបើសភៅក៏សភៅនៅលើបច្ចេកវិទ្យានឹងដែរអញ្ចឹងអាហ្នឹងគឺបើអ្នកខ្លះអ្នកចូលរួមកម្មវិធីខ្ញុំឬក៏អតីតអ្នកធ្វើការមួយគ្នាលើផ្សាយអំណានអានសភៅទាំងបើអត់អានសភៅដូចអត់បានហូបបាយអញ្ចឹងបងចាអញ្ចឹងអាហ្នឹងគឺជារបៀបរបបដែលគេរស់នៅគេបង្កើតវប្បធម៌នឹងបាត់ហ្នឹងវប្បធម៌ហ្នឹងចេញមកពីការរស់នៅរបស់គេហ្នឹងទម្លាប់របស់គេហ្នឹងហើយដូចខ្ញុំទៀតបន្ទប់ដែលអត់មានសភៅខ្ញុំថាបន្ទប់អត់មានព្រលឹងអាហ្នឹងគឺទិសដីរបស់ Marcos Cicero តាមខ្ញុំចាំឈ្មោះគាត់មិនច្រឡំណាអញ្ចឹងចាតែអស់ហ្នឹងគឺវាទៅជារបៀបហ្មងអញ្ចឹងបងអញ្ចឹងត្រឡប់មកវិញវាសំខាន់ហើយមិនបាច់ចាំប្រៀបធៀបគ្នាទេបាទចាអរគុណច្រើនលោកឡំឡាយពាក់ព័ន្ធជាមួយនៅប្រធានបទនេះមែនតើទៅបើយើងនិយាយអំពីការអានវាធំទលាយមែនតើនៅក្នុងការរស់នៅរបស់យើងណាហើយនៅក្នុងយុគសម័យថ្មីរបស់យើងនេះយុវជនបានចំណាយពេលច្រើនមែនតើទៅលើការប្រើប្រាស់បណ្ដាញសង្គម social media TikTok និងអីផ្សេងទៀតជាច្រើនធ្វើឲ្យការអានហាក់បីដូចជារៀងថមថយបើយើងនិយាយទៅក្នុងសង្គមរបស់យើងនៅក្នុងន័យនេះផងដែរមានអីជាការលើកទឹកចិត្តទៅកាន់ពួកគាត់ទេពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់បណ្ដាញសង្គមហើយនឹងការអានដែលវាថមថយនៅពេលនេះលោក
ពាក្យថមថយនេះក៏ខ្ញុំអត់ទាន់ហ៊ាននិយាយឲ្យចំជាក់លាក់ដែរដោយសារតែយើងអត់ទាន់មានទិន្នន័យប៉ុន្តែយើងនិយាយតាមរយៈការសង្កេតឃើញដូចខ្ញុំទៅសិង្ហបុរីយើងឃើញគេទំនេរគេអង្គុយនៅសួនច្បារគេអានទៅម៉ាឡេឬទៅស្រុកផ្សេងៗអញ្ចឹងទៅអញ្ចឹងអានេះមិនមែនជាបទពិសោធន៍ខ្ញុំតែឯងទេបទពិសោធន៍បងប្អូនខ្លះក៏ដែរដូចខ្ញុំស្ដាប់បងប្រុសខ្ញុំដែលគាត់បានទៅរៀននៅស្រុកគេអីផ្សេងៗជប់លប់ជាងខ្ញុំដើរមិនសូវបានរៀនទេខ្ញុំដើរលេងហើយដើរកម្មវិធីទេចាអញ្ចឹងក៏រយៈពេលខ្លីត្រឹម1ខែ2ខែក៏យើងសង្កេតឃើញដែរណាប៉ុន្តែដូចគាត់ថានៅវិទ្យាទម្លាប់គេហើយកន្លែងណាគេអានដែរអញ្ចឹងនៅស្រុកយើងអត់សូវប្រមាណទេអញ្ចឹងខ្ញុំប្រើពាក្យអញ្ចឹងវិញអញ្ចឹងត្រឡប់មកវិញអីដែរបងលើកឡើងនេះបណ្ដាញសង្គមក៏ដោយសភៅក៏ដោយអីក៏ដោយយើងត្រូវមើលឃើញថាតើអ្នកខ្លាំងនៅក្នុងសង្គមមួយខ្លាំងដោយសារអីនាពេលបច្ចុប្បន្ននេះទី1គឺខ្លាំងដោយសារតែចំណេះដឹងខ្លាំងដោយសារតែទម្លាប់អញ្ចឹងបានលីខ្វាន់យូអតីតបិតាស្ថាបនិករបស់សង្ហបុរីគាត់ថាប្រទេសគាត់អត់ត្រូវការប្រជាធិបតេយ្យទេប្រទេសគាត់ត្រូវការវិន័យនេះហើយគឺជាគ្រឹះនៅក្នុងការកសាងសង្គមអញ្ចឹងអានឹងគាត់និយាយនៅក្នុងន័យនយោបាយទីមុនណាប៉ុន្តែខ្ញុំលើកមកឆ្កឹះពាក្យវិន័យហ្នឹងគឺបានន័យថានៅពេលណាដែលប្រជាជនមានវិន័យប្រជាជនមានវិន័យនៅក្នុងការអានមានវិន័យក្នុងការរស់នៅសង្គមយើងក៏ថ្លៃថ្នូរដែរអញ្ចឹងសង្គមថ្លៃថ្នូរវាជាកិត្តិយសរបស់ប្រទេសទាំងមូលប៉ុន្តែបើសង្គមឃើញតែសភៅខ្ជិលអានសង្គមឃើញតែសភៅដែលឃើញតែសភៅដូចអាអ្នករៀនសូត្រដែលវាទៅជាបាទពេលខ្លះយើងអ្នកអានយើងមិនសូវជានេះហ្មងទេមិនសូវជាចង់និយាយហ្នឹងគាត់មិនដែលរៀនអីមិនសូវហ៊ាននិយាយទេប៉ុន្តែពេលខ្លះគាត់ឃើញយើងកាន់តែវឹងអាអ្នករៀនសូត្រឯណាគាត់ទៅជាឌីលយើងវិញចាអញ្ចឹងតែជាមានពាក្យផ្សេងវិញពាក្យហ្នឹងយើងក៏កុំស្ដាប់ទៅកុំប្រកែកទៅយើងរស់នៅតែរបៀបរបស់យើងទៅហើយសម្បីតែខ្ញុំណាបងធីតាខ្ញុំកាលនៅរៀនថ្នាក់មហាវិទ្យាល័យនៅសៀមរាបបងខ្ញុំនៅសាកលវិទ្យាល័យខ្ញុំចេញមកក្រៅអង្គុយអានសភៅនៅក្នុងវិស័យសិក្សាធិការហ្មងណាខ្ញុំមើលមកខ្លួនឯងគេមើលខ្ញុំដូចមនុស្សចម្លែកខ្ញុំតែសម័យទៅចំនៅក្នុងមកសាកលវិទ្យាល័យអានទៅនៅក្នុងគេមានបង់អង្គុយដូចសិស្សដូចគ្នាមើលមកដូចជាមនុស្សចម្លែកអញ្ចឹងតែជប់ក៏អានទៅដូចមនុស្សចម្លែកមិនទេចាអញ្ចឹងមិនអីទេយើងបព្វធម៌គេមើលឃើញយើងមិនអីក៏ដោយលទ្ធផលជីវិតរបស់យើងនឹងបង្ហាញតាមរយៈភាពជាក់ស្ដែងចេញពីលទ្ធផលទាំងអស់ហ្នឹងអញ្ចឹងខ្ញុំនៅតែលើកទឹកចិត្តថាបណ្ដាញសង្គមបច្ចុប្បន្ននេះវាមានភាពទូលំទូលាយបងប្អូនអាចអានតាមរយៈ Kindle បើពីមុនគេមាន Kindle ឧបករណ៍អាន Kindle មាន iPad មានកុំព្យូទ័រឬក៏មាន social media ខ្លីៗក៏អានបានដែរគេអាចសង្ខេបអីបានហ្នឹងទៅណាមួយថ្ងៃមួយទំព័រពីរទំព័រអីក៏បានដែរកុំគិតថាត្រូវតែអានឲ្យជាប់លាប់អីចឹងទៅតាមលទ្ធភាពដែលខ្លួនឯងអាចធ្វើទៅបានអត់បខំទេប៉ុន្តែដឹងថាវាមានប្រយោជន៍អត់សូវហ៊ានបខំទេអញ្ចឹងដូចយើងដាក់សំណួរថាបើយើងរើសអាហារត្រូវសុខភាពយើងនឹងល្អបើយើងរើសអាហារអត់ត្រូវសុខភាពយើងក៏អត់ល្អដែរអញ្ចឹងអាហារត្រូវរបស់យើងគឺសភៅចំណេះដឹងអញ្ចឹងបើយើងអត់រើសវាចំណេះដឹងនឹងការរស់នៅរបស់យើងក៏មិនសូវជាមានផលផ្លែផ្កាមិនដែរផលផ្លែផ្កាកន្លែងនេះយើងនិយាយពីដល់ដំណាក់កាលមួយខ្ញុំបានជួបអ្នកមានលុយច្រើនម្នាក់មិនម្នាក់ច្រើនអ្នកដែរចាឥឡូវនេះគាត់ត្រូវការតែផ្លូវចិត្តទេអញ្ចឹងជាងកាយយើងដេញតាមលុយតែដល់ពេលគាត់ដេញតាមផ្លូវចិត្តអញ្ចឹងជីវិតយើងនៅកន្លែងណាយើងអត់ដឹងចាបាទហើយខ្ញុំជួបមួយគ្រូខ្ញុំម្នាក់ជនជាតិអង់គ្លេសគាត់មានលុយច្រើនមែនតើហើយគាត់និយាយថាគាត់មានផ្ទះវិឡាយ៉ាងធំប៉ុន្តែគាត់ដេកបានតែមួយបន្ទប់ឯងរាល់ថ្ងៃគាត់មានឡានទំនើបគាត់មានមិត្តភ័ក្តិគាត់នាំដើរលេងទៅណាជិះ business class អីយ៉ាងទៅប៉ុន្តែគាត់ជិះបានតែមួយកៅអីឯងទោះបីជាគាត់មាន private jet គាត់ជិះបានតែមួយកៅអីចាទោះបីជាគាត់មានផ្ទះទំនើបក៏គាត់នៅតែដេកបានតែមួយក្រេដែរទោះគាត់មានកន្លែងហូបបាយល្អកន្លែងហូបបាយស្អាតទំនើបគាត់អង្គុយបានតែមួយកៅអីដែរអញ្ចឹងទោះបីជាគាត់ចំណាយលុយទៅទិញអាហារថ្លៃក៏គាត់ហូបបានតែមួយឆ្អែតដែរចាអញ្ចឹងជីវិតរបស់គាត់ដេញតាមអាភាពសុខដុមរមនាផ្លូវចិត្តរបស់គាត់វិញអញ្ចឹងគាត់ទៅវិបស្សនាគាត់ទៅអញ្ចឹងទៅចាអញ្ចឹងបើអ្នកខ្លះដូចខ្ញុំនេះរត់តាមទាំងពីរផ្លូវចិត្តក៏ចង់បានលុយក៏ចង់បានអញ្ចឹងវាមិនខុសគ្នាទេអញ្ចឹងបានត្រឡប់មកវិញថាយើងរើសទៅមួយណាក៏បានដែរណាកុំតែយើងរើសហើយយើងចោលគេតែឯងអត់ល្អណែឯងចេះធ្វើចេះខុសហើយដៀបដាមឌឺដងដែរចាយើងមើលទៅថាហើយអាអ្នកដៀបដាមទៅគេហ្នឹងគេអត់តបហ្នឹងហើយគេអត់តបយល់យ៉ាងណាដែរអញ្ចឹងណាបើមិនជាគាត់
ត្រូវបានគេតបនឹងអាចឆ្លើយឆ្លងគ្នាអានឹងគេអត់តបគេរកផ្លូវចិត្តឃើញបាត់ដែរហ្នឹង ចា អញ្ចឹងមកគេអត់តបគេរកផ្លូវចិត្តឃើញហើយអញ្ចឹងបើសិនជាអ្នកនឹងនៅតែតបនៅឌឺដងទៀតរៀនសញ្ញាបត្រដល់កន្លែងណាក៏ដោយសំទោសខ្ញុំប្រើពាក្យហ្នឹងសមាណាក៏ដោយប៉ុន្តែផ្លូវចិត្តលងក្តៅឆេវហ្នឹងហើយទៅយ៉ាងណាហើយបើខ្ញុំយកតាំងពីបាទអញ្ចឹងប៉ណ្ណឹងនិយាយទៅដូចរៀងលឺលួនតិចតែមិនអីទេចាមិនអីទេបងព្រោះដោយសារតែកម្មវិធីរបស់យើងជាកម្មវិធីជញ្ជិញសង្គមយើងគ្រាន់តែលើកឡើងអំពីរឿងរ៉ាវដែលបានកើតឡើងលើបណ្ដាញសង្គមរឿងផ្សេងៗជាប្រធានបទដែលគួរឲ្យចាប់អារម្មណ៍អីចឹងទៅអញ្ចឹងយើងមិនបានទៅជាលក្ខណៈប្រឹកព្រៀងអីខ្លាំងពេកទេរឹបបន្តឹបទៅលើការធ្វើអីទេអញ្ចឹងពាក់ព័ន្ធជាមួយនឹងប្រធានបទនៃការអាននេះបើយើងមើលនៅក្នុងសង្គមរបស់យើងអ្វីដែលនាងខ្ញុំចាប់អារម្មណ៍គឺឃើញមានការបង្កើតបណ្ណាល័យចល័តឃើញមានអ្នកមានឥទ្ធិពលនៅក្នុងសង្គមយើងក៏ចាប់ផ្ដើមមានអ្នកគាត់ជួយបើកទៅលើបណ្ណាល័យមួយចំនួនដែរអញ្ចឹងពីលោកឡំឡាយត្រឡប់ទៅវិញតើមានអីជាការលើកទឹកចិត្តទៅកាន់បងប្អូនចំនួនក្រោយឲ្យពួកគាត់ងាកមកចាប់អារម្មណ៍ទៅលើការអានឲ្យបានច្រើនជាងមុនដើម្បីជួយជំរុញទៅលើការអភិវឌ្ឍសង្គមជាតិយើងជាយោបល់ខ្ញុំបណ្ណាល័យវាជារឿងល្អចាអីដែលខ្ញុំគិតថាគួរតែបន្ថែមគឺជាការបង្កើននៅល្បឿនដើម្បីផលិតអ្នកអានល្បឿនផលិតអ្នកអានឡើយនេះគឺបានន័យថាមានបណ្ណាល័យប៉ុន្តែអត់មានអ្នកអានទេចាអាហ្នឹងគឺជារឿងមួយដែលបញ្ហាអញ្ចឹងដើម្បីឲ្យមានអ្នកអានបានលុះត្រាណាតែយើងមានការលើកទឹកចិត្តមានការជំរុញមានការបង្ហាញគំរូភាពថាអ្នកនឹងចេញពីការអានហើយក៏យើងបង្កើតជាប្រព័ន្ធនៃការអានតែម្ដងចាណាអាហ្នឹងក៏ជារឿងសំខាន់ដែរបណ្ណាល័យជាឧបករណ៍មួយល្អសម្រាប់ផ្ទុកចំណេះដឹងតែអ្នកដើរទៅចាប់ឬអ្នកដើរមិនចាប់អាស្រ័យទៅលើអ្នកដើរទៅទៀតអញ្ចឹងកន្លែងនេះគឺខ្ញុំមានតែលើកទឹកចិត្តថាឧស្សាហ៍ចូលបណ្ណាល័យតិចទៅណាចាឲ្យបណ្ណាល័យឲ្យចៀតមើលកុំដូចហាងកាហ្វេមើលឥឡូវហាងកាហ្វេក៏រៀនបានដែរប៉ុន្តែឲ្យបណ្ណាល័យវាចៀតជាងហាងកាហ្វេមើលចាកាហ្វេបណ្ណាល័យមកឲ្យអ្នករៀនឲ្យចេះឲ្យច្រើននេះមើលអញ្ចឹងសង្គមយើងក៏រីកចម្រើនទៅតាមនឹងដែរអញ្ចឹងខ្ញុំទៅមិនមានយោបល់អីប៉ុណ្ណាទេបងទីតាមានតែចំណុចមួយចំនួនហ្នឹងតែខ្ញុំគិតថាបងប្អូនអាចពិចារណាបានដែរបាទចាអរគុណច្រើនមែនតើលោកឡំឡាយសម្រាប់ការចូលរួមនៅក្នុងប្រធានបទអត្ថប្រយោជន៍នៃការអាននៅក្នុងសប្តាហ៍នេះមែនតើនាងខ្ញុំមិនមានសំណួរច្រើនទេគ្រាន់តែចង់ដឹងពីទស្សនៈខ្លះៗពាក់ព័ន្ធមួយការអានការយល់ឃើញរបស់លោកផ្ទាល់ខ្លួនទៅលើអ្វីដែលយើងកំពុងតែលើកឡើងនេះអរគុណសម្រាប់ការចូលរួមនៅក្នុងសប្តាហ៍នេះអរគុណបងធីតាហើយជាចុងបញ្ចប់នេះបើសិនជាមានពាក្យពេចន៍ណាលើសលុះឬក៏មែនទៅកម្មវិធីនេះយើងមិនសូវជាព្រឹត្តព្រៀងក្រិតក្រមអីប្រហែលទេអញ្ជើញសង្គមនេះគឺសម្រាប់បងប្អូននៅក្នុងការពិចារណាខ្លួនឯងចុះចាហើយត្រឡប់មកវិញបងប្អូនអានឬមិនអានជាការសម្រេចចិត្តរបស់បងប្អូនយើងគ្រាន់តែជាអ្នកនិយាយយើងគ្រាន់តែជាអ្នកដែលបើកកកាយជ្រុងមកខាងសម្រាប់បងប្អូនចឹងហើយពីខ្ញុំបានឡាំឡាយបើសិនជាមានពាក្យពេចន៍ណាមួយខុសឆ្គងនឹងបងធីតាកាន់តែអភ័យទោសផងបាទចាសូមអរគុណសូមជម្រាបលា